ចម្លែកនិងសាហាវទាំង8ដែលមាននៅក្នុងតំបន់ព្រៃអាម៉ាហ្សុនតែប៉ុណ្ណោះដោយដែលយើងបានដឹងមកហើយថាអាម៉ាហ្សុនគឺជាព្រៃដែលធំជាងគេបំផុតនៅក្នុងពិភពលោកព្រៃនេះមានផ្ទៃដីជាង 5.5 លានគីឡូម៉ែត្រគ្របដណ្ដប់ចំនួន 9 ប្រទេសរួមមានប្រេស៊ីល ប៉េរូ កូឡុំបៀ បូឡាវី អេក្វាទ័រ ហ្វ្រាំង គីយ៉ាណា គូយ៉ាណា ស៊ូរ៉ាណាម និងវេណេស៊ុយអេឡាដែលផ្ទៃដីជាង 60% នៅក្នុងប្រទេសប្រេស៊ីលព្រៃអាម៉ាហ្សុនគឺជាបណ្ដុំអុកស៊ីសែនធំបំផុតរបស់ពិភពលោកទាំងមូលភាពធំសម្បើមនៃព្រៃអាម៉ាហ្សុនធ្វើឲ្យមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនកើតមានឡើងសម្រាប់រងចាំអ្នកស្រាវជ្រាវចូលទៅស្វែងរកចម្លើយដោយខ្លួនឯងថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាមកស្គាល់សត្វទាំង8ប្រភេទដែលប្លែកចម្លែកនិងសាហាវបំផុតហើយពួកវារស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សុនតែប៉ុណ្ណោះទី1គឺសត្វត្រី Dolphin ដែលមានពណ៌ផ្កាឈូកវាមានឈ្មោះជាផ្លូវការរបស់វាគឺ Amazon River Dolphin ចំណែកអ្នកស្រុកហៅថា Boto សត្វប្រភេទនេះត្រូវបានគេប្រទះឃើញនៅក្នុងព្រៃអាម៉ាហ្សុនដែលមានទំហំធំបំផុតក្នុងចំណោមផ្សោតទឹកសាបដោយផ្សោតឈ្មោលមានប្រវែង2ម៉ែត្រទម្ងន់175គីឡូចំណុចដែលគួរឲ្យចាប់អារម្មណ៍របស់វាគឺវាមានពណ៌ផ្កាឈូកស្រស់ពេញខ្លួនតែម្ដងហើយវាមានច្រមុះវែងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាច្រើនដែលចូលទៅទស្សនានៅក្នុងព្រៃអាម៉ាហ្សុនទី2គឺសត្វត្រីអារ៉ាផាមានេះគឺជាត្រីទឹកសាបមួយប្រភេទដែលមានទំហំខ្លួនធំជាងគេខ្លួនរបស់វាអាចធំបានដល់ទៅ3ម៉ែត្រហើយមានទម្ងន់200គីឡូក្រាមវាគឺជាពូជត្រីបុរាណដែលប្រើស៊ូតសម្រាប់ដកដង្ហើមដូច្នេះហើយទៅវាត្រូវឡើងមកលើផ្ទៃទឹកដើម្បីរកខ្យល់អុកស៊ីសែនរៀងរាល់5ទៅ10នាទីម្ដងត្រីនេះមានឈ្មោះប្រចាំតំបន់ថា Pirarucu ប្រែថាត្រីក្រហមព្រោះចំណុចពណ៌ក្រហមដែលមានតាំងពីក្បាលដល់កន្ទុយឬអាចមកពីសាច់របស់វាមានពណ៌ទឹកក្រូចស្រស់អារ៉ាភាម៉ាគឺជាត្រីដែលមានចរិតកាយសាហាវហើយមានស្រកាក្រាស់ដូចជាអាវក្រោះអញ្ចឹងដែលវាធ្វើឲ្យវាមិនចាំបាច់ខ្លាចសត្វត្រីដទៃតែវាក៏នៅតែគេចពីកណ្ដាប់ដៃរបស់មនុស្សមិនបានដែរចំណុចទី3គឺសត្វត្រី Carachama នេះគឺជាត្រីដែលមនុស្សភាគច្រើនចូលចិត្តយកវាទៅចិញ្ចឹមដាក់នៅក្នុងទូពីព្រោះត្រីនេះវាចូលចិត្តបឺតយកស្លែដែលដុះនៅជាប់កញ្ចក់ទូអញ្ចឹងហើយវាញ៉ាំស្លែហ្នឹងជាអាហារវាប្រៀបបីដូចជាការលាងសម្អាតទូផងដែរចរិតរបស់ត្រីនេះវា slow បូតកម្រើកខ្លួនយឺតតែបើអាហារមានមិនគ្រប់វាក៏ចេះមូម៉ៅដូចគ្នាចំណុចពិសេសរបស់វាម្យ៉ាងទៀតគឺចេះសម្របខ្លួនទៅតាមសីតុណ្ហភាពក្នុងទឹកដែលមានអុកស៊ីសែនតិចរហូតត្រីដទៃងាប់អស់វាក៏អាចរស់បានយ៉ាងស្រួលយកវាឡើងមកទុកនៅលើគោកវាក៏អាចរស់បានដល់ទៅ6ទៅ12ម៉ោងឬយកទៅត្រាំនៅក្នុងទឹកកកក៏អាចរស់បានដល់ទៅ2ម៉ោងដែរវាមានលក្ខណៈស្រួលចិញ្ចឹមយ៉ាងហ្នឹងហើយទើបមនុស្សភាគច្រើនចូលចិត្តវាទិញទុកតាមផ្ទះម្នាក់មួយទី4គឺសត្វពស់យក្សអាណាខុនដាគឺជាពស់ដែលធំជាងគេនៅលើโลกហើយទំហំខ្លួននិងទម្ងន់របស់វាធំជាងពស់ថ្លាន់ទៅទៀតដែលមានទំហំប៉ុនគ្នាដល់ទៅ2ដងវាមានឈ្មោះប្រចាំតំបន់ថាស៊ូកូរីអាណាខុនដាប្រើជីវិតនៅក្នុងទឹកច្រើនជាងលើគោកព្រោះវាធ្វើចលនាបានរហ័សជាងវាប្រមាញ់ចំណីដោយការបណ្ដែតខ្លួននៅស្ងៀមលើផ្ទៃទឹកហើយរងចាំសត្វដទៃមកផឹកទឹកទៅវាធ្វើការហក់ខាំនិងរឹតរហូតដល់សត្វទាំងនោះដាច់ខ្យល់ទៅធ្វើការលេបមានមនុស្សជាច្រើនបាននិយាយថាអាណាខុនដាស៊ីមនុស្សតែបើយោងតាមស្ថិតិចំនួនមនុស្សដែលស្លាប់ដោយវាគឺមានតិចខ្លាំងបំផុតព្រោះវាចូលចិត្តនៅតែក្នុងទឹកច្រើនជាងឡើងមកលើគោកហើយវាកម្រនឹងមកជួបមនុស្សណាស់ចំណុចទី5គឺសត្វ Poison Dart Frog គឺប្រភេទកង្កែបនេះឯងនេះគឺជាសត្វកញ្ចាញ់ចេកមិនមែនកង្កែបនេះហៅថាកញ្ចាញ់ចេកដែលគ្រោះថ្នាក់ខ្លាំងបំផុតដោយសារខ្លួនរបស់វាពោពេញទៅដោយជាតិពិសនិងមានពណ៌ខុសគ្នាទៅតាមពូជផ្សេងខ្លួនរបស់វាមានទំហំតូចត្រឹមតែ1ទៅ6សង់ទីម៉ែត្រប៉ុណ្ណោះហើយវារស់នៅតាមស្លឹកឈើនៅលើដីនិងចេញរកចំណីនៅពេលថ្ងៃអ្នកប្រមាញ់តែងតែចាប់វាដើម្បីយកពិសទៅលាបនៅលើផ្លែព្រួញដែលអាចសម្លាប់ជ្រូកព្រៃបានយ៉ាងស្រួលអញ្ចឹងអត្ថប្រយោជន៍របស់វាគឺអាចយកពិសដាក់លាបជាមួយព្រួញដើម្បីបាញ់សត្វព្រៃ
Trước khi bà mối cứ tây piranhaពាក្យថា piranha ជាភាសារបស់ជនជាតិដំបូងនៃប្រទេសប្រេស៊ីលដោយចែកចេញជាពីរម៉ាត់គឺ pira ប្រែថាត្រីនិង cianha ប្រែថាធ្មេញក្រោយមកជនជាតិប៉ូទុយហ្គាល់ក៏បានហៅវាជារួមថា piranha ជាត្រីដែលស៊ីមិនរើសក្រៅពីសាច់សត្វហើយវាក៏ស៊ីបន្លែផ្លែឈើដូចគ្នាត្រី piranha នេះបែងចែកចេញជា39ប្រភេទឯណោះតែភាគច្រើនគឺនៅក្នុងតំបន់ព្រៃអាម៉ាហ្សុនវាជាប្រភេទត្រីដែលឃ្លានគ្រប់ពេលវាចេញប្រមាញ់ជាហ្វូងដោយមានធ្មេញមុតស្រួចវាអាចប្រមាញ់ចំណីឲ្យនៅសល់តែឆ្អឹងត្រឹមតែមួយប្រភេទតែប៉ុណ្ណោះទី7គឺសត្វអន្ទង់អគ្គិសនីនេះគឺជាសត្វមួយប្រភេទដែលមានរូបរាងដូចគ្នាទៅនឹងសត្វអន្ទង់ដែរប៉ុន្តែវាមានទំហំធំនិងមានកម្លាំងចរន្តអគ្គិសនីដែលអាចឆក់សត្វដទៃឲ្យងាប់ដូច្នេះហើយបានគេហៅថាវាជាសត្វអន្ទង់អគ្គិសនីការពិតទៅវាមិនមែនជាអន្ទង់នោះទេវាគឺជាត្រីដែលស្ថិតនៅក្នុងពូជត្រី clown fiddleback តែមនុស្សម្នាបានជាប់មាត់ក្នុងការហៅវាថាជាអន្ទង់អគ្គិសនីទៅហើយសត្វនេះមានទំហំខ្លួនពី 1.8 ទៅ 2 ម៉ែត្រឯណោះមិនទាន់មានស្ថិតិណាមួយបង្ហាញថាមានមនុស្សបាត់បង់ជីវិតដោយសារវានោះទេតែបើត្រូវវាគឺអាចបណ្ដាលឲ្យគាំងបេះដូងសន្លប់បានដូចគ្នាដែរដូច្នេះហើយបានគេឲ្យប្រសិទ្ធនាមថាជាសត្វអន្ទង់អគ្គិសនីចំណុចចុងក្រោយគេគឺសត្វស្វា Golden Lion Tamarin សត្វស្វាប្រភេទនេះគឺជាប្រភេទសត្វស្វាមួយដែលវាចិត្តដាច់ពួយទៅហើយដែរបើយើងក៏លេចមើលមុខរបស់វាមួយផ្លេតវាស្រដៀងទៅនឹងសត្វតោដែរសត្វនេះវារស់នៅជាហ្វូងតូចដែលមានគ្នា5ទៅ8ក្បាលសត្វនេះវារកចំណីនៅលើដើមឈើលោតរំលងទៅមកមិនចុះដីនោះទេវាមានលក្ខណៈពិសេសត្រង់ម្រាមដៃដែលមានរាងដូចជាដៃមនុស្សអញ្ចឹងហើយវាមានរាងដៃរបស់វាដូចជាដៃមនុស្សជាងសត្វស្វាដទៃទៀតហើយវាអាចចាប់តោងបានយ៉ាងល្អនិងលោតទៅមកដូចជាសត្វកំប្រុងអញ្ចឹងដែរវាប្រើពេលដេកតិចបំផុតវាដេកលក់2ទៅ3ដងតែប៉ុណ្ណោះក្នុងមួយថ្ងៃហើយវាដូរកន្លែងដេកជារឿយៗក្នុងគោលបំណងរបស់វាដើម្បីកុំឲ្យសត្វដទៃទៀតស្វែងរកកន្លែងវាឃើញទាំងអស់នេះគឺជាសត្វសាហាវហើយចម្លែកទាំង8ប្រភេទដែលពួកយើងកម្របានជួបប្រទះហើយសត្វទាំងអស់នេះគឺរស់នៅក្នុងព្រៃអាម៉ាហ្សុនតែប៉ុណ្ណោះ